សូមគោរពសួស្តីអ្នកនរគ្នាស្វាគមន៍ជាថ្មីមកកាន់ Minecraft Hardcore episode ទី2បាទហើយ episode នេះគឺយើងនឹងធ្វើផ្ទះរបស់យើងបន្ថែមទៀតគឺបន្ថែមដំបូលហើយខ្ញុំបានបន្ថែមនៅដំបូលខ្លះៗហើយជាមួយនឹងបន្ថែមនៅ veranda ហើយជាស្រេចខ្លះៗហើយដែរបាទអញ្ចឹងដំបូលផ្ទះនេះយើងធ្លាប់ធ្វើព្រៀងនៅក្នុងវគ្គ creative ហើយអញ្ចឹងខ្ញុំគិតថាវាអាចនឹងមើលទៅស្អាតបាទដោយសារយើងព្រៀងទុកហើយបាទយើងអត់ដូចអាការធ្វើផ្ទះដំបូងយើងមិនធ្វើផ្ទះដោយធ្វើចោលបាទចេះធ្វើទៅផ្ទះនេះអញ្ចឹងដំបូងយើងអត់ធ្វើអញ្ចឹងទេយើងដំបូងនេះយើងមានព្រៀងទុកហើយបាទអញ្ចឹងយើងមាន foundation អីធំត្រូវយើងមានការតុបតែងរចនាបថវាស្អាតបាទធំត្រូវបាទហើយខ្ញុំក៏សូមអរគុណទៅដល់វីដេអូមុនមែនតើអ្នកនរគ្នាបានចូលមើលរហូតដល់200នាក់ជាងបាទខ្ញុំសូមអរគុណខ្លាំងមែនតើហើយទទួលបានដូចជា20 like ជាងបាទហ្នឹងហើយហើយ episode នេះផងដែរគឺយើងមិនមែនធ្វើតែផ្ទះរបស់យើងប្រហើយហ្នឹងទេគឺយើងនឹងធ្វើផ្ទះហើយគឺយើងប្រកាសជាធ្វើធុងគោដើម្បីស្តុកទុកអាហារហើយជាមួយនឹងការធ្វើស្រែចម្ការបាទដើម្បីទុកស្បៀងអីចឹងទៅបាទហ្នឹងហើយយើងចិញ្ចឹមសត្វយើងត្រូវការស្រូវដើម្បីដាំដើម្បីអីចឹងទៅគោយើងបាទអូខេឥឡូវគឺយើងធ្វើការបិទជាមួយនឹងដំបូលផ្ទះរបស់យើងឲ្យហើយទៅបាទថាវាចិត្តហើយឯផ្ទះនេះវាសល់ឯបណ្ណាប្រហែលជា20%ទៀតគឺលើដំបូលហ្នឹងឯងបាទអញ្ចឹងគឺយើងគ្រាន់តែបិទដំបូលហ្នឹងមកគឺហើយឯងបាទបាទឥឡូវគឺថាផ្ទះយើងគឺរួចរាល់ 100% ឯងបាទតែគ្រាន់ថាយើងនៅខ្វះការតុបតែងនៅខាងលើអីតិចតួចទៅបាទដូចជាខាងលើចង់ដាក់ធ្វើជាកន្លែងenchanting table អីចឹងទៅកន្លែង enchant របស់អីចឹងទៅបាទហ្នឹងហើយអញ្ចឹងផ្ទះរបស់យើងគឺវាហើយឯងអ្នកមើលទៅគឺវាមិនសូវជាស្អាតប្រហែលទេតែអានេះវាអាចទទួលយកបានតាមខ្ញុំអាចទទួលយកបាននៅតែម្នាក់ឯងអីចឹងទៅហើយយើងមានកន្លែង enchant មានកន្លែងអីតាមត្រូវចឹងទៅបាទហ្នឹងហើយអញ្ចឹងប៉ានេះខ្ញុំគិតថាវាទទួលយកបានទេបាទហើយឥឡូវយើងមកចាត់ចែងលើធុងគោសិនបាទដោយសារតែខ្ញុំចង់ធ្វើកន្លែងគោមុនណាបាទអញ្ចឹងគឺតំណាំទុកពេលក្រោយបាទអញ្ចឹងកន្លែងគោនេះខ្ញុំធ្វើវារៀងទូចដែរទេគ្រាន់ថាវាបន្តអសន្នសិនណាបាទយើងអាចប្រែវាពេលក្រោយបានបាទអញ្ចឹងគឺយើងធ្វើវានេះគឺធ្វើបន្តអសន្នទុកសិនទេស្តុកទុកគោបានតែ2សិនទៅបាទវាអាចនឹងទទួលយកបានហើយវាយើងអាចបង្កាត់តទៀតបានហើយអញ្ចឹងគឺយើងបរិបន្ថែមទៀតទៅពេលក្រោយបាទអញ្ចឹងឥឡូវយើងធ្វើការចាប់គោដាក់ចូលទ្រុងហើយយើងចាប់តែ2ទេបាទអញ្ចឹងយើងបង្កាត់បន្តទៀតទៅបាទអញ្ចឹងខ្ញុំចាប់2នេះដើម្បីទុកបង្កាត់ហ្នឹងហើយបាទឥឡូវយើងបានគោចំនួន3ក្បាលហើយបាទបន្ទាប់មកយើងដាក់ carpet នៅលើលបងដើម្បីងាយស្រួលក្នុងការចេញចូលទុកពេលចេញចូលទៅកាប់សាច់ឬមួយក៏ដាក់ចំណីឲ្យគោអញ្ចឹងទៅហើយយើងក៏បានមកធ្វើការបិទដីនៅកន្លែងថ្មនេះផងដែរដោយសារតែខ្ញុំមើលទៅវាអាក្រក់មើលពេកអញ្ចឹងខ្ញុំក៏សម្រេចចិត្តថាបិទដីដើម្បីកុំឲ្យវាមើលទៅអាក្រក់ពេកហ្នឹងបាទសារមើលទៅវាកន្លែងនោះវាមានស្មៅច្រើននៅពេលកន្លែងនេះគឺវាថ្មសុទ្ធទៅពេលអញ្ចឹងទៅមើលមកអាក្រក់ហើយសម្រាប់ខែវចិត្តនេះប្រហែលខ្ញុំអត់បិទទេប្រហែលខ្ញុំទុកធ្វើជាកន្លែងម៉ាញណាដោយសារតែមូលហេតុមើលទៅវារៀងជ្រៅដែរអញ្ចឹងទៅហើយមើលសិតទៅផ្នែកសំពីទាំងអស់ផ្នែកសដាក់ shadow ទៅពេលខ្លះភ័យដែរតាមិនភ័យទេវាមកហ្មងវាមិនភ័យទេគ្រាន់តែមើលទៅវាគួរឲ្យខ្លាចជាងមុនណាបាទតែណា shadow នេះខ្ញុំឆ្លាញ់ផងតាម make វាស្អាតមែនតើហើយអ្វីដែលទាស់ចិត្តតែមួយគត់គឺពន្លឺវាគឺល្ងិតខ្លាំងមែនតើបាទទៅចូលក្នុងខែវអីចឹងប្រមាក់មើលហើយពេលខ្លះមើលច្រឡំទៀតពេលយើងឃើញរ៉ែយើងឃើញរ៉ែពេលខ្លះគឺឃើញ copper ចឹងទៅមើលទៅឃើញដូច diamond ចឹងបាទអញ្ចឹងវាពិបាកមើលមែនតើបន្ទាប់មកខ្ញុំមកធ្វើការបន្តដើមឈើនៅចិត្តទ្រុងគោរបស់យើងដើម្បីឲ្យគោយើងមានមលុបខ្លះកុំឲ្យវានៅថ្ងៃពេកបាទហើយបន្ទាប់មកយើងក៏បានមកធ្វើការដាក់ចំណីឲ្យគោ2ក្បាលទៅបាទសារយើងមានគោធំតែ2ក្បាលទេបាទអញ្ចឹងគឺតើមកខ្ញុំក៏បានប្រកាប់អាលបងហ្នឹងដើម្បីបរិចវាទៅកាន់ដើមឈើមកទៅឲ្យវាមើលទៅធំជាងមុនអញ្ចឹងណាបាទបន្ទាប់ពីបរិចធុងគោខ្ញុំឃើញថាវាមើលទៅវាដូចលបងសុតពេកខ្ញុំក៏បានដាក់ឈើជាមួយនឹងslab ថ្មបាទដាក់ឈើមួយ slab ថ្មដើម្បីឲ្យវាមើលទៅរៀងស្អាតជាងមុនកុំឲ្យវាមើលមកតលបងពេកបាទហើយយើងក៏បានបន្ថែមជីដើម្បីឲ្យវាមើលទៅដូចស្មៅដោះមកឲ្យវារៀងមើលទៅធម្មជាតិជាងមុនណាកុំឲ្យវាមើលទៅដូច fake ពេកបាទដូចខ្លាយពេកបាទហ្នឹងហើយអញ្ចឹងយើងធ្វើការដាក់ជីដាក់អីហ្នឹងគឺវាមើលមកស្អាតហើយបាទអញ្ចឹងឥឡូវគឺចាត់ទុកថាត្រង់គោរបស់យើងប៉ុណ្ណឹងគឺបានហើយអត់ថែមអីទេគឺអត់ដាច់ខាតបាទ
ស្រាប់ថ្ងៃហ្នឹងគឺអត់ថែមទេតែថ្ងៃក្រោយអាចថែមសារមើលឲ្យមើលទៅទូចពេកហើយទី2គឺវាអត់ដបូលដើម្បីដាក់ឲ្យគោនៅមួយលុបបាទអញ្ចឹងយើងយកដើមឈើចំនួនសិនទេបាទហ្នឹងហើយហើយបន្ទាប់មកយើងចាំកាលទៀតយើងមកធ្វើកន្លែងដាំដំណាំរបស់យើងម្ដងបាទសារកន្លែងដាំដំណាំនេះគឺវាសំខាន់មែនតើសម្រាប់ផ្គត់ផ្គង់គោដោយសារមកហើយស្រូវយើងចិត្តអស់ហលីងឯងបាទស្រូវយើងសល់តហ្នឹងហើយដូចយើងឃើញសល់តែ3បាទសល់3គត់ហ្មងស្រូវរបស់យើងអញ្ចឹងគឺយើងត្រូវការដាំដំណាំហើយខ្ញុំគិតថាកន្លែងនេះមើលទៅវាស័ក្តិសមនឹងការដាំដំណាំមែនតើបាទអញ្ចឹងហើយយើងក៏បានចាប់ដើមកាប់ជាមួយនឹងដីចេញខ្លះៗដោយសារដីខ្លះវារៀងឡើងលើពេកបាទអញ្ចឹងគឺយើងកាប់ដីចេញហើយយើងក៏បានបន្ថែមបន្ថយដីកាប់ថ្មចេញអស់ទៅស្នាថ្មនេះក៏វាមើលទៅរៀងលើពេកដែរដូចខ្ញុំនិយាយអញ្ចឹងថ្មញ៉ាំចូលចិត្តទេថ្មខ្ញុំចង់ឲ្យកន្លែងហ្នឹងមើលទៅវាដូចស្មៅសុទ្ធណាដូចអាប្លុកដីសុទ្ធអាស្មៅប្លុកហ្នឹងបាទ grass block ហ្នឹងគឺវាមើលមកស្អាតជាងបាទអត់ចង់ឲ្យវាមានថ្មអីញ៉ៃពាំងមកញ៉ៃទេបាទអញ្ចឹងគឺយើងនឹងធ្វើការកាប់ថ្មចេញហើយដូរវាដាក់ជាមួយនឹងដីវិញបាទហ្នឹងហើយហើយគោបំណងរបស់យើងមិនមែនតធ្វើដំណាំហ្នឹងហើយទេគឺយើងត្រូវដាក់លបងជុំវិញដំណាំហ្នឹងទៀតបាទដាក់លបងដៃជុំវិញដំណាំហ្នឹងហើយយើងមានដំណាំដូចជា sugar cane ដាំដំណាំសឹងថាគ្រប់ប្រភេទអត់តដាំ beetroot ទេ beetroot អត់ដាំទេខ្ញុំអត់ដាំអត់ដឹងយកធ្វើអី beetroot ហ្នឹងអញ្ចឹងយើងដាំតែការ៉ុតស្រូវហើយដំឡូងទេបាទសារតែវាសំខាន់សម្រាប់ចិញ្ចឹមសត្វហើយវាអាចនឹងសំខាន់សម្រាប់បរិភោគផងដែរបាទថាតែដំឡូងយើងអាចដុតបាននំប៉័ងយើងអាចផលិតធ្វើជានំប៉័ងស្រូវយើងអាចផលិតធ្វើជានំប៉័ងបានបាទហើយការ៉ុតដូចយើងដឹងចឹងការ៉ុតយើងអាចធ្វើជាការ៉ុតមាសហើយវាញ៉ាំទៅបាទវារក្សា hunger របស់យើងបានយូរបាទហ្នឹងហើយហើយបន្ទាប់ពីការបិទដីរបស់យើងហើយខ្ញុំក៏បានជីកនៅកន្លែងដាក់ទឹកមួយសម្រាប់ការដាំ sugar cane ណាបាទហើយបន្ទាប់ពីការជីកទឹកបានចំនួន2ល្វែងច្រឡំ2ល្វែងហ្នឹងគេហៅថា2ដឹងហៅថាម៉េចដឹង2បាទ2ប្រឡោះបាទហ្នឹងហើយអញ្ចឹងយើងក៏បានធ្វើការដាក់ដីទៅជាផុកវិញបាទស្អាតតែខ្ញុំឃើញថាគេនិយាយច្រើនថាផុកហ្នឹងវាល្អជាងខ្សាច់ល្អជាងដីសម្រាប់ការដាំនៅ sugar cane ណាបាទអញ្ចឹងគឺយើងក៏បានយកទឹកដាក់ជាមួយនឹងដីទៅវាចេញជាផុកឯបាទហ្នឹងហើយហើយបន្ទាប់មកយើងក៏បានពាត់លបងជុំវិញដំណាំរបស់យើងដើម្បីការពារកុំឲ្យសត្វចូលឬមួយក៏ពួក wandering predator respawn មកវាអាចនឹងជន់ទៅលើដំណាំរបស់យើងណាអញ្ចឹងគឺវាធ្វើឲ្យដំណាំរបស់យើងខូចអញ្ចឹងគឺយើងដាក់លបងនេះដើម្បីការពារបាទអញ្ចឹងនេះយើងធ្វើការដាក់វាជាឈើសិនណាដើម្បីជាគ្រឹះបាទហ្នឹងហើយចាំយើងដាក់លបងនៅប្រឡោះនៃឈើហ្នឹងបាទហ្នឹងហើយហើយបន្ទាប់មកយើងក៏បានដាក់ slab នៅពីលើឈើរបស់យើងផងដែរដើម្បីការពារកុំឲ្យវាឡើងលើនឹងបានណាបាទកុំឲ្យម៉បកុំឲ្យអីឡើងលើនឹងបានបាទយើងដាក់ចឹងទៅវាងាយស្រួលផងដែរក្នុងការនិយាយទៅវាមិនងាយស្រួលវាស្អាតផងវាស្អាតស្រាប់មើលវាមើលទៅវាស្អាតនិយាយទៅហ្នឹងហើយនិយាយខលហូតវិញហ្នឹងហើយយើងគិតថាដំណាំរបស់យើងកន្លែង farm របស់យើងកន្លែងចិញ្ចឹមគោឬមួយក៏កន្លែងដាំដំណាំអីហ្នឹងគឺផ្ទះរបស់យើងហ្នឹងគឺវាហើយអស់ហើយបាទវាហើយរួចរាល់អស់ហើយអញ្ចឹងគឺសម្រាប់វីដេអូនេះផងដែរគឺវាមានតែប៉ុណ្្នឹងហើយមកទៅហើយអេពីសូតនេះគឺវាអាចឲ្យបានថាខ្លីថាបានណាសារតែវាអត់មានអីត្រូវធ្វើច្រើនណាបាទហ្នឹងហើយអញ្ចឹងយើងមានផ្ទះរបស់យើងហើយរួចរាល់អស់ហើយផ្ទះរបស់យើងកន្លែងចិញ្ចឹមគោគឺវាហើយអស់លេងហើយបាទអញ្ចឹងគឺស្រាប់អេពីសូតក្រោយគឺខ្ញុំអាចនឹងធ្វើការដើរម៉ាញឬមួយក៏អីផ្សេងៗយ៉ាងទៀតទៅអញ្ចឹងគឺបើសិនណានេះមានសំណពរអាចសួរខ្ញុំបានអាចសូមខ្ញុំបានហើយវីដេអូយើងក៏ឈានដល់ទីបញ្ចប់ហើយក៏សូមអរគុណអ្នកនាងសម្រាប់ការតាមដានទស្សនាតាំងពីដើមរហូតដល់ចប់ផងដែរបាទហើយកុំភ្លេចចុច like ហើយ subscribe បើសញ្ញាកណ្ដឹងអ្នកមួយផងដើម្បីទទួលបានវីដេអូ hardcore ថ្មីទៀតបាទតើចិត្តបាទហ្នឹងហើយអរគុណច្រើន